ជំរាបសួរសូមស្វាគមន៍មកកាន់ Channel រៀនភាសាបារាំងជាមួយខ្ញុំវីដេអូនេះមានគោលបំណងចែករំលែកនៅពាក្យចំនួនមួយគឺពាក្យថា devoir ហើយយើងនឹងមានឧទាហរណ៍មួយចំនួនដើម្បីចែករំលែកឲ្យអ្នកនរគ្នាកាន់តែងាយយល់ផងដែរអញ្ចឹងតើទៅជាមួយខ្ញុំទាំងអស់គ្នា devoir 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 អាចស្ថិតនៅក្នុងថ្នាក់កិរិយាសព្ទផងជានាមផងបកថាត្រូវតែគួរតែចាំបាច់ឬក៏កាតព្វកិច្ចElle doit étudier pour réussir ses examens. Elle doit étudier pour réussir ses examens. នាងត្រូវតែខំរៀនដើម្បីជោគជ័យជាមួយការប្រឡងអញ្ចឹងយើងមកមើលកិរិយាសព្ទនៅក្នុងប្រយោគមួយនេះគឺមកពីកិរិយាសព្ទដើម devoir អញ្ចឹងនៅក្នុងការបង្កើតប្រយោគភាសាបារាំងគឺយើងអត់ប្រើកិរិយាសព្ទដើមមកសរសេរនៅក្នុងប្រយោគទេយកតាមច្បាប់វេយ្យាករណ៍ភាសាបារាំងយើងត្រូវតែធ្វើការបំបែក verb ជាមុនសិនអញ្ចឹងការបំបែក verb នៅក្នុងភាសាបារាំងគឺយើងផ្ដោតទៅលើ3ចំណុចធំៗទី1ត្រូវយើងត្រូវគិតថាតើ verb ហ្នឹងនៅក្នុងកាលមួយណាកាលបច្ចុប្បន្នអតីតកាលឬក៏អនាគតជាដើមទី2យើងត្រូវគិតថាតើយើងបំបែកហ្នឹងយើងប្រើជាមួយប្រធានមួយណាប្រធានជាបរិបទទី1ទី2ឬក៏ទី3ចាអញ្ចឹងប្រធានរបស់យើងគឺជាបរិបទទី3ឯកវចនៈ L អញ្ចឹងយើងបំបែកគឺអាស្រ័យទៅតាមប្រធានដូចគ្នាហើយចំណុចចុងក្រោយមួយទៀតគឺយើងត្រូវគិតពីក្រុមរបស់ verb គេថាដើមយើងនៅក្នុងក្រុម verb មួយណា verb devoir គឺស្ថិតនៅក្នុងក្រុម verb ទី3អញ្ចឹងយើងមកមើលការបំបែកគឺបែបនេះវាមានប្រធានចំនួន6ធំៗគឺ je ខ្ញុំ tu អ្នក il on ចា nous vous il elle អញ្ចឹង il ហ្នឹងពួកគេចឹងនៅពេលយើងយក verb ដែលយើងត្រូវយកមកដាក់ក្នុងប្រយោគពេលយើងនិយាយនៅក្នុងប្រយោគឬក៏យើងយកមកសរសេរនៅក្នុងអត្ថបទយើងត្រូវ conjugate verb ដោយផ្អែកទៅលើចំណុចទាំងអស់ហ្នឹងទី1តើថាកាលមួយណាហើយយើងប្រើជាមួយប្រធានមួយណាហើយយើងគិតថាតើ verb ហ្នឹងនៅក្នុងក្រុមមួយណាអញ្ចឹង verb devoir នៅក្នុងក្រុមទី3 Un résumé doit être court et concis Un résumé doit être court et concisសេចក្តីសង្ខេបគួរតែខ្លីនិងខ្លឹមអញ្ចឹងយើងមកមើល verb ដែលយើងយកមកប្រើនៅទីនេះគឺជា verb devoir ដដែលដែលបំបែកនៅក្នុងបច្ចុប្បន្នកាលហើយប្រធានរបស់យើងគឺ un résumé ដែលស្មើឲ្យ il Je devrais rentrer à la maison car il se fait tard Je devrais rentrer à la maison car il se fait tardខ្ញុំគួរតែត្រឡប់ទៅផ្ទះព្រោះវាយឺតណាស់ហើយអញ្ចឹងនៅក្នុងឧទាហរណ៍ពីមុននេះគឺយើងឃើញថាប្រយោគផងយើងនិយាយអំពីរឿងរ៉ាវកើតនៅក្នុងបច្ចុប្បន្នភាពដែលឡែកសម្រាប់ឧទាហរណ៍ទី3នេះគឺកើតឡើងនៅក្នុងកាលមួយទៀតគឺលើ conditionnel présent អញ្ចឹងលើ conditionnel présent អាចនិយាយថាជាកាលមួយដែលនិយាយអំពីរឿងដែលអត់ទាន់កើតឡើងតែជាការសន្និដ្ឋានការសន្និដ្ឋានគិតទុកមុនចឹងវាអាចកើតឡើងឬក៏អាចនឹងមិនកើតឡើងអញ្ចឹងការកុងស៊ូហ្គេការបំបែក verb ក៏ខុសពីការបំបែកនៅក្នុងបច្ចុប្បន្នកាលធម្មតាដែរអញ្ចឹងដូចខ្ញុំបង្ហាញនៅក្នុង slide អញ្ចឹងសម្រាប់ប្រធានផងយើងគឺ je ខ្ញុំអញ្ចឹងយើងបំបែក verb devoir នៅក្នុងការលើ conditionnel présent គឺបំបែកចេញជា devrait វិញអញ្ចឹងសូមចំណាំថានៅក្នុងវេយ្យាករណ៍ភាសាបារាំងគឺយើងអត់យកកិរិយាសព្ទដើមមកប្រើទេនៅពេលយើងយកមកបង្កើតជាប្រយោគនិយាយក៏ដោយសរសេរក៏ដោយយើងត្រូវការធ្វើការបំបែក Je pense qu'on devrait manger quelque chose Je pense qu'on devrait manger quelque chose ខ្ញុំគិតថាយើងគួរញ៉ាំអីសិនចឹងយើងបានឃើញចឹងប្រធានរបស់យើងនៅក្នុងប្រយោគនេះគឺ on ចឹងដោយសារតែប្រយោគមួយនេះនិយាយអំពីការនៅក្នុងle conditionnel présent អញ្ចឹងការបំបែកគឺយើងយកការបំបែកដែលទៅតាមការមួយនឹងអញ្ចឹងអង្គយើងបំបែកចេញជា devrait Les plantes doivent être arrosées un jour sur deux Les plantes doivent être arrosées un jour sur deux ដំណាំគួរស្រោចទឹកមួយថ្ងៃខានមួយថ្ងៃចាអញ្ចឹងប្រធាននៅក្នុងប្រយោគមួយនេះគឺ les plantes ដែលជាពហុវចនៈហើយប្រើនៅក្នុងបច្ចុប្បន្នកាលធម្មតាអញ្ចឹងការ conjugate verb គឺផ្ដោតទៅលើ le présent de l'indicatif Les vêtements sales doivent être lavés Les vêtements sales
doit être lavé សម្លៀកបំពាក់ប្រឡាក់គួរតែបោកសម្អាតចាឥឡូវយើងមកមើលប្រយោគមួយនេះគឺនិយាយនៅក្នុងបច្ចុប្បន្នកាលធម្មតាហើយប្រធានគឺ le vêtement ដែលជាពហុវចនៈអញ្ចឹងការ conjuguer verb គឺផ្ដោតទៅលើ le présent de l'indicatif il doit dire la vérité à la police il doit dire la vérité à la police គាត់ចាំបាច់ត្រូវប្រាប់ការពិតទៅប៉ូលីសចាអញ្ចឹងយើងមកមើលប្រធាននៅក្នុងប្រយោគគឺ il ដែលនិយាយនៅក្នុងបច្ចុប្បន្នកាលធម្មតាអញ្ចឹងការបំបែក verb គឺបំបែកទៅតាម le présent de l'indicatif je dois partir quand la cloche sonne je dois partir quand la cloche sonne ខ្ញុំត្រូវបានចាកចេញនៅពេលដែលកណ្ដឹងរោទ៍ចាអញ្ចឹង je គឺជាប្រធាននៅក្នុងប្រយោគមួយនេះដែលនិយាយនៅក្នុងបច្ចុប្បន្នកាលធម្មតាអញ្ចឹងការបំបែក verb គឺធ្វើទៅតាម le présent de l'indicatif nous devions apporter quelques changements au processus nous devions apporter quelques changements au processus យើងគួរតែធ្វើការផ្លាស់ប្ដូរថ្មីខ្លះៗចំពោះដំណើរការនេះចាអញ្ចឹងប្រយោគនេះគឺនិយាយនៅក្នុង le conditionnel présent អញ្ចឹងការ conjuguer verb គឺធ្វើទៅតាមលក្ខខណ្ឌ le conditionnel présent ចាអញ្ចឹងសូមអរគុណច្រើនសម្រាប់ការ review វីដេអូមួយនេះសូមជួយ support ដែលចុច subscribe ជួយនាងខ្ញុំផងអរគុណច្រើនសូមសំណាងល្អបាយបាយ